នៅប្រទេសអាមេរិកគឺសម្បូរដៃរបស់ថោកជាច្រើនគឺថោកជាងស្រុកខ្មែរទៅទៀតបើប្រៀបទៅនឹងស្រុកខ្មែរយើងគឺរបស់មានគុណភាពហើយលក់ថោកនេះខ្ញុំនិយាយចំពោះតែរបស់ដែលថាអត់មាន brand name ជារបស់ដែលថាធម្មតាហើយ brand name ធម្មតាព្រោះនៅស្រុកគេពេលដែលផុតរដូវនីមួយរបស់គេតែងតែបញ្ចុះតម្លៃពេលដែលគេបញ្ចុះតម្លៃគេទម្លាក់មក store ទូចដូចជា store ដែលខ្ញុំមកមើលនេះគឺឈ្មោះថា Burlington គេទម្លាក់តម្លៃប្រហែលជា30 ទៅ 40% ហើយជួតស្បែកជើងដែលខ្ញុំកំពុងតែដើរហ្នឹងគឺគេបិទផ្លាកក្រហមបានន័យថាគេចាប់ផ្ដើមដាក់ clearance ដោយសារចិត្តផុតរដូវត្រជាក់ល្ងាហ្នឹងអញ្ចឹងគេបញ្ចុះតម្លៃមួយតង់ទៀតចូលលក្ខណៈបញ្ចុះតម្លៃ2តង់ហើយឧទាហរណ៍ថាស្បែកជើងតម្លៃ$100គេទម្លាក់នៅសល់តែ$60មកតង់ហើយធ្លាក់មកផ្សារហ្នឹងហើយដល់ពេលគេទម្លាក់តម្លៃភាសាទៀតគឺ clearance អញ្ចឹងនៅសល់តែ$30-40ទេអញ្ចឹងដូចស្បែកជើងដែលខ្ញុំកំពុងតែមើលនេះចាសិតតែបិទกระดาษក្រហមទាំងអស់បានន័យថាគេ clearance គេតម្លាក់ចូល3តង់ហើយពេលគេតម្លាក់តម្លៃនៅសល់$50មួយតង់ហ្នឹងណាដល់ពេលគេតម្លាក់មួយតង់ទៀតនៅសល់$37.49អញ្ចឹងទៅចាដូចរូបភាពនេះអញ្ចឹងគេតម្លាក់មួយតង់ហើយពីចូលតង់ទី2 clearance នៅសល់$24ជាងរាល់អីវ៉ាន់ទំនិញរបស់នៅអាមេរិកហ្នឹងពេលដែលគេលក់ផុតរដូវគេតែងតែ on sale លក់ចុះតម្លៃខ្លាំងណាតែដល់ពេលស្រុកខ្មែរយើងវិញទោះបីផុតរដូវណាក៏មិនលក់បច្ចោដែរមានតែនៅដដែលពេលទិញហើយលើកយកមកពាក់គឺរបបកៅចឹងហ្មងនឹងស្រុកខ្មែរយើងហើយបើស្បែកជើងវិញគឺអត់មានថោគេតម្លៃប្រហាក់ប្រហែលនឹងស្បែកជើងស្រុកគេគឺចង់ថ្លៃជាងផងនេះខ្ញុំនិយាយចំពោះតែស្បែកជើងអត់មាន brand name ដូចជាម៉ាកល្បីធំឯងគ្រាន់តែជាស្បែកជើងធម្មតាប៉ុន្តែស្បែកជើងធម្មតារបស់អាមេរិកគឺពាក់មាំបងប្អូនហើយស្អាតទៀតស្រុកអាមេរិកគឺសម្បូរទៅដោយរបស់ទំនិញមិនថាហូបចុកឬរបស់ប្រើប្រាស់គឺសម្បូរណាស់ចាគឺសម្បូរឲ្យថោកដោយស្បែកជើងនេះចឹងតម្លៃតែជាង$10ទេសម្រាប់តែបងប្អូនណាជួយចិត្តពាក់កែងគឺត្រូវហើយគឺស្អាតហើយស្រាលចំណែកខ្ញុំគឺខ្ញុំពាក់អត់ត្រូវទេកែងតែខ្ញុំពាក់គឺដឹងអាដួលចឹងហ្មងឥឡូវមកមើលជើងប៉ាតានេះវិញតម្លៃ original វាមិនដឹងជាប្រមាណទេគេទម្លាក់មួយតង់នៅសល់33ហើយគេទម្លាក់មួយតង់ទៀតនៅសល់តែជាង$20ទេគឺស្អាតមែនតើហើយបាតវាគឺប្រភេទបាតក្រែបចាពណ៌សជាង$20បងប្អូនគឺ McGaff ចាបើតម្លៃពេញវាចូល$100អីនោះដឹងសិតតែស្បែកជើង on sale ទាំងអស់ហើយផ្សារនេះគឺធំមែនតើខ្ញុំធ្លាប់ចូលផ្សារ Burlington 10ដងតូចទេតែផ្សារនេះដល់ទៅ2ជាន់គាត់តែជាន់ខាងក្រោមហ្នឹងខ្ញុំដើរតែផ្នែកស្បែកជើងហ្នឹងក៏ច្រើនដែរខ្ញុំថតឲ្យមើលច្រើនមែនតើមានស្បែកជើងក្មេងស្បែកជើងចាស់ហើយដូចស្បែកជើងក្រោះក៏មានដែរផ្សារពីច្រើនមានលក់ស្បែកជើងក្រោះទេម៉ាក់ brand ក្រោះតែផ្សារនេះសម្បូរលក់ស្បែកជើងម៉ាក់ brand ក្រោះគ្រប់ម៉ូដហើយផ្សារនេះធំជាងផ្សាររស់ហើយនឹងMuscle TJ Maxxទៀតចាហើយសម្រាប់ខ្ញុំចូលចិត្តទិញស្បែកជើងដែលនៅមានតម្លៃ on sale ហើយ clearance មិនថាកៅអៅឬស្បែកជើងខ្ញុំចូលចិត្តពាក់អញ្ចឹងព្រោះសេវលុយច្រើនវាជាពិសេសគឺកៅអៅតែម្ដងអាវធម្មតាគឺខ្ញុំចូលចិត្តពាក់របស់ on sale ដោយសារខ្ញុំពាក់ម្ដងពីរដង